bạn chụp số bông phôn đỏ khní trong vị chất khai nhung miền video mũi đầm mây chèm lấy bông phôn đỏ khní chụp xe bay cái chốn đại của bông tay xe đầu càng ngày thứ được có miền mông chọn đồ càng ngày ao bây giờ từ là CV bọc luôn bị cầm hộp cho một trong luôn đại dương của tại việt nam mới nước trong lúc cứ miền đôi chia tí mũi cứ ca cái bỏ miền mình ỏ dân hát ấy thầm đá dương tay tại miền cầm ru CV sắp bịអាច download ពី internet ឬក៏សុំគំរូពីអ្នកដទៃទៀតដែលជាមិត្តភ័ក្តិជាគ្រូបរិញ្ញាជាបងប្អូនជាមិត្តរួមការងារអញ្ចឹងទៅយើងប្រើគំរូរបស់គេដល់ពេលយើងចង់ apply ការងារយើងកែព័ត៌មានអត់អស់ហើយព័ត៌មានសំខាន់មួយចំនួនដែលកែមិនអស់មានដូចជាជួនកាលថ្ងៃខែឆ្នាំកំណើតជួនកាលលេខទូរស័ព្ទទៅលេខទូរស័ព្ទខ្លួនឯងដាក់ទូរស័ព្ទលេខទូរស័ព្ទគេភេទអត់ដូរទេខ្លួនឯងភេទប្រុសដាក់ភេទស្រីខ្លួនឯងភេទស្រីដាក់ភេទប្រុសអីជាដើមអញ្ចឹងទៅមុខតំណែងដែល apply ក៏អត់បានដូរដែរអញ្ចឹងនេះជាចំណុចទី1ដែលយើងគួរតែប្រយ័ត្នចំណុចទី2អក្ខរាវិរុទ្ធក៏គេពិនិត្យមើលដែរបងប្អូនមួយចំនួនគាត់ថាមិនអីទេអក្ខរាវិរុទ្ធតែពី HR ពីអ្នករើសបុគ្គលិកគេអាចនឹងវាតម្លៃអំពីគុណភាពរបស់យើងអំពីការធ្វើប្រហែសរបស់យើងអំពីការបញ្ចូលចិត្តដាក់របស់យើងមានន័យថាយើងដាក់ហើយចេះតែដាក់ចោលដោយអត់បានឆែកមើលបានត្រឹមត្រូវអញ្ចឹងគេអាចនឹងគិតថានៅពេលដែលយើងបម្រើការងារគឺមនុស្សបែបហ្នឹងគឺឆិនឆៃមិនអញ្ចឹងទាំងអស់ទេប៉ុន្តែគេអាចនឹងសន្មតបែបនេះទី3គឺតកតងជាមួយនឹងកង្វះព័ត៌មានសំខាន់នៅលើគំរូ CV មួយចំនួនធ្វើតែតែវាស្អាតបាទមើលទៅតាក់ទាញប៉ុន្តែព័ត៌មានសំខាន់មួយចំនួនបែរជាអត់មានហើយព័ត៌មានសំខាន់ដែលអត់មានមានដូចជាអ្នកខ្លះគំរូ CV មួយចំនួនអត់មានខែឆ្នាំកំណើតបាទជួនកាលអត់មានទីកន្លែងកំណើតបាទអ្នកខ្លះទៀតអត់បានដាក់ពីប្រវត្តិនៃការសិក្សាឬក៏អត់មានបទពិសោធន៍ដែលសិតទីចំណុចសំខាន់បែរជាអត់មានសូនៅក្នុង CV របស់ខ្លួនឯងបាទហើយបានជាគេចង់ដឹងថ្ងៃខែឆ្នាំកំណើតគេត្រូវការមើលអាយុតើមកតម្លៃមួយហ្នឹងវាត្រូវជាមួយនឹងអាយុគាត់ប៉ុណ្ណឹងអូខេអត់ហើយទេចាំបាច់ដឹងពីទីកន្លែងកំណើតគេចង់ដឹងមើលគាត់កើតនៅហ្នឹងហើយគាត់ធ្វើការនៅនេះគាត់ហើយទីលំនៅបច្ចុប្បន្នគាត់នៅនេះនៅណាអញ្ចឹងគេគិតមើលតើវាឆ្ងាយវាសមសួនឬក៏គេមាន office នៅហ្នឹងដែលគេអាចពិចារណាបញ្ជូនគាត់ទៅខាងហ្នឹងវិញអញ្ចឹងទៅអាហ្នឹងដែលយើងត្រូវតែបញ្ចូលព័ត៌មាននៅក្នុង CV របស់យើងមួយទៀតតកតងជាមួយកំហុសឆ្គងទៀតគឺលំហូរព័ត៌មានមានន័យថាលំហូរព័ត៌មានរបស់បងប្អូនរៀបតាមលំដាប់លំដោយខ្ញុំមកថយនិយាយពីបទពិសោធន៍ការងារបទពិសោធន៍ការងារគឺគេនិយាយពីមុខតំណែងបច្ចុប្បន្នទៅឧទាហរណ៍គាត់ថ្ងៃយើងធ្វើការនៅណាហើយបន្ទាប់មកទៀតបាទគេនិយាយរួមគេរៀបរាប់ពីបច្ចុប្បន្នទៅអតីតកាលអញ្ចឹងណាអញ្ចឹងយើងខ្វះហ្នឹងហើយអ្នកខ្លះទៀតអត់ទេឆ្នាំ2000ដាក់ទៅនិយាយពីឆ្នាំ2012និយាយ2012ហើយទៅនិយាយ2020វិញ20ហើយមក2013វិញវិជាបដោចឹងអត់ល្អទេអត់ត្រូវគឺរៀបតាមលំដាប់ជាទូទៅបទពិសោធន៍ការងារហើយនឹងព័ត៌មានការសិក្សារបស់យើងប្រវត្តិនៃការសិក្សារបស់យើងគឺគេនិយាយបច្ចុប្បន្នមុនឧទាហរណ៍ថាយើងរងថ្ងៃជានិស្សិតឆ្នាំទីម៉ានយើងដាក់បន្តមកទៀតយើងនិយាយពី high school ពីឆ្នាំណាដល់ឆ្នាំណារៀននៅ high school នឹងប្រាប់ឈ្មោះផងយើងរៀននៅវិទ្យាល័យណាអញ្ចឹងណាបាទហើយពីឆ្នាំណាដល់ឆ្នាំណាហើយបានគេនិយាយពីអនុវិទ្យាល័យហើយគេនិយាយពីបឋមអីចឹងទៅបាទអញ្ចឹងគឺរៀបតាមលំដាប់អញ្ចឹងមិននិយាយពីសាកលវិទ្យាល័យហើយនិយាយពីអនុវិទ្យាល័យហើយបាននិយាយពីវិទ្យាល័យហើយបាននិយាយពីបឋមអីវិជ្ជាបដោអត់ទេមានថាគេរៀបពីអ្វីដែលបច្ចុប្បន្នដាក់នៅលើហើយអតីតកាលដាក់នៅខាងក្រោមដល់ពេលយើងធ្វើសភាគឺយើងនិយាយពីអតីតកាលមកមុននិយាយពីអនុវិទ្យាល័យមកមុនបានវិទ្យាល័យបានសាកលអីហ្នឹងទៅអញ្ចឹងរៀប CV ហើយនៅពេលសភាគឺនិយាយពីគ្នាមួយទៀតគឺទំហំអក្សរក៏បងប្អូនត្រូវគិតដែរទំហំអក្សរនៅក្នុង CV កុំឲ្យលើសពីទំហំ12ខ្ញុំនិយាយជាភាសាអង់គ្លេសជា Time Newman ណាកុំឲ្យលើសពី12បាននៅក្នុង Microsoft Word ហើយជាទូទៅ CV គេរៀបជាភាសាអង់គ្លេសជាភាសាខ្មែរក៏មានដែរតែខ្ញុំនឹងសូពេលក្រោយវីដេអូក្រោយអញ្ចឹងទំហំអក្សរកុំធំពេកកុំតូចពេកអញ្ចឹងឲ្យសមសួនហើយមួយទៀតនៅលើ CV របស់យើងគាត់ត្រូវមានហត្ថលេខាដែរសំទោសអានេះគេហៅលិខិតអមមិនមែនហត្ថលេខាលើប្រវត្តិរូបរបស់យើងគឺលិខិតអមអាចយើងដាក់ Dear Sir អីហ្នឹងណាកុំភ្លេចចុះហត្ថលេខាផងហើយបើយើង apply តាម online កុំភ្លេច scan CV scan ហត្ថលេខារបស់យើងដាក់ឲ្យទៅអូខេ